ដើម្បីធ្វើវីដេអូបែបនេះបានតោះបងប្អូនមកទស្សនាវីដេអូទាំងអស់គ្នាខ្ញុំនឹងបង្ហាញជូនជាដំបូងយើងចូលមកកាន់កម្មវិធី Motion Ninja ខាងលើនេះហើយបន្ទាប់មកយក New Project ហើយយកទំហំ 1.1 នេះដើម្បីធ្វើសម្រាប់ logo ហើយយើងយកខាងក្រោមនេះយករូបផ្កាយនេះប្រិមិត្តហើយយើងយក4ជ្រុងទាញវាធំមកយើងចុច crease បន្ទាប់ពីចុច crease ហើយយើងយក color យើងដាក់ background វាហ្នឹងពណ៌បៃតងឬក៏ពណ៌ត្រួយចេកបាទបន្ទាប់មកទៀតយើងថយមកវិញហើយយកពាក្យហ្នឹងដដែលហើយយើងយក4ជ្រុងដែរប៉ុន្តែអាសុំកោងគៀនហើយបន្ទាប់មកយក 3D យើងយកកន្លែងរូបភាពចូលកន្លែងនេះមកដើម្បីទៅជ្រើសរូបភាពដែលយើងបានត្រៀមទុកតោះឥឡូវយើងទៅទាំងអស់គ្នាទីមកក្រោមយើងយកខាងក្រោមនេះយករូបថតរបស់ខ្ញុំតែម្ដងបន្ទាប់មកយើងយកទំហំប៉ុណ្ណឹងមកគ្រីហើយកន្លែងនេះយើងត្រូវយកពាក្យនេះមួយយក reflect មួយហើយបន្ទាប់មកទៀតយើងយកបន្តទៀតដោយសារតែខាងលើខាងក្រោមឆ្វេងស្ដាំគឺយើងត្រូវដាក់រូបភាពផ្សេងដើម្បីកុំឲ្យវាវិលទៅវាដូចគ្នាអញ្ចឹងណាប្រិមិត្តបាទហើយយើងយកដដែលមកដើម្បីឲ្យវាគ្រប់គោលការណ៍របស់វាបាទចុចកន្លែងហ្នឹងដូចខ្ញុំមកបាទយើងយកអស់មកព្រោះដោយសារហ្នឹងឆ្វេងស្ដាំលើក្រោមអត់ទៅពីមុខទេពីមុខគឺយើងត្រូវដាក់រូបរបស់យើងអញ្ចឹងយើងអត់ចាំបាច់ដូរវាទេបងប្អូនមើលមួយទៅហើយសង្ឃឹមថានឹងចេះធ្វើទាំងអស់គ្នាសម្រាប់ការធ្វើនេះគឺយើងធ្វើដើម្បីយកចលនាហ្នឹងយកទៅដាក់ជាមួយនឹងវីដេអូរបស់យើងឥឡូវយើងរួចរាល់ហើយអាខាងលើនេះសម្រាប់កម្រាស់វាខ្ញុំដាក់លេខ20បងប្អូនដាក់លេខប៉ុន្មានក៏បានដែរតាមការចូលចិត្តហើយខាងក្រោមនេះកន្លែង x យើងដាក់លេខ0ប្រិមិត្តបាទដើម្បីឲ្យវានៅចំពីមុខហើយបន្ទាប់មកទៀតអានេះយើងដាក់លេខ0ដែរមកបាទបន្ទាប់ពីវាចេញមកអញ្ចឹងហើយយើងមើលកន្លែងអក្សរ y កដាលគេយើងឃើញលេខ27យើងដូរមកលេខ0តែយើងកំតាដូរយើងចុចបូកកន្លែងនេះមួយសិនដើម្បីឲ្យវាមានចលនាយើងដាក់លេខ0មកបាទបន្ទាប់មកយើងទាញវាមកដល់ចុងនេះហើយបន្ទាប់ពីយើងទាញហើយយើងដាក់បូកមួយទៀតមកហើយយើងដាក់លេខ360ដើម្បីឲ្យវាវិលមកជុំតែម្ដងបាទឥឡូវយើងសាក play មើលបាទលើ play ហើយបាទគឺជោគជ័យហើយប្រិមសម្រាប់វីដេអូដែលយើងធ្វើបែបហ្នឹងហើយបន្ទាប់ពីយើង play វាដើរធម្មតាហើយយើងថយមកវិញមកដើម្បីឲ្យវាលុបbackground សុំរបស់វានោះហើយទៅយើងថយសិនមកប្រិមិត្តបាទហើយសម្រាប់កម្មវិធីវាមានច្រើនយើងថយមកវិញសិនបាទហើយយើង play មើលឃើញវាដើរទេប្រិមិត្តបងប្អូនបាទអញ្ចឹងវីដេអូគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនប្រិមិត្តមើលហើយឆាប់ចេះឆាប់យល់ហើយបងដែលចេះហើយយើងអូសរំលងទៅអានេះទំហំវាយើងដាក់18ទៅបាទបងណាដែលចេះហើយអូសរំលងទៅតែបើសិនតែបងអត់ទាន់ចេះអាចមើលវីដេអូនេះបានបាទអញ្ចឹងអរគុណច្រើនបាយបាយ